Hello យូស៊ូបងប្អូនអរគ្នាមើលទៅចឹងឥឡូវសាំឡងទៀតមក1 2នេះគឺជាដំណើរកម្សាន្តដំបូងរបស់ខ្ញុំទៅកាន់ខេត្តកពតដោយការជិះរថភ្លើងទៅក៏ប៉ុន្តែខ្ញុំទៅតែឯងប៉ុន្តែខ្ញុំមាន AI នៅកពតស្រាប់តែពេលចឹងទៅខ្ញុំក៏បាននាំ AI ជិះម៉ូតូឡើងភ្នំបូកគោទៅផឹកកាហ្វេទៅដើរលេងមើលទៅស្ពាបស្អាតមែនតើហើយខ្ញុំមានកន្លែងមួយដែលខ្ញុំស្រឡាញ់ហើយខ្ញុំចូលចិត្តនៅកន្លែងនេះមែនតើដោយសារវាមានភាពស្ងប់ស្ងាត់ហើយយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតមើលឃើញព្រែកមើលឃើញភ្នំមួយជាដើមសូមស្វាគមន៍មកកាន់វីដេអូដំបូងនៃដំណើរកម្សាន្តបែបតែឯងរបស់ខ្ញុំអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងគ្នានឹង enjoy ហើយនឹងទទួលបទពិសោធន៍ថ្មីជាមួយខ្ញុំទាំងអស់គ្នាជនជាតិច្រើនមែនតើដែលគាត់បានទៅដើរលេងដល់គាត់ទៅណាហើយទៅកំពតទៅគាត់ទៅណាតែពេលច្រើនជើងនេះគឺទៅកំពតអញ្ចឹងផ្សេងមានច្រើនមែនតើហើយចុះស្ដែងយើងទៅ check សមុទ្រនៅខាងនោះហើយបន្ទាប់ពីយើងដើរមកនេះចូលនេះមកមានកន្លែងអង្គុយកន្លែងអីអញ្ចឹងណាហើយ yes ហើយយើងទៅកន្លែងឡើងនៅនោះអារម្មណ៍របស់ខ្ញុំពេលដែលខ្ញុំមកដល់កន្លែងនេះគឺមានអារម្មណ៍ថាគេដាក់កៅជាជួរអញ្ចឹងទៅយើងនៅដូចនៅក្នុងកុនអញ្ចឹងហើយណាមួយមានបងប្អូនគាត់ដើរកាត់អញ្ចឹងទៅយើង hello ដាក់អញ្ចឹងទៅហើយមួយទៀតយើងត្រូវមក15នាទីមុនចេញដំណើរអូខេ so អានេះលើដំបូងរបស់ខ្ញុំជិះទៅស្ពតច្រឡំទៅសៀមរាបបើមានរថភ្លើងជិះទៅដែរបាទតែឥឡូវមានតែកប៉ាល់ទេអញ្ចឹងយើង testing លើដំបូង in my life okay let's go ចាំមកវិញបងខ្ញុំយកកាមេរ៉ាវិញបានទេ okay thank you VIP តែដោយសារខ្ញុំ booking អត់បានទេ so we go to the normal place normal seatលើហ្នឹងខ្ញុំក៏បានកយកុនទៅខាងក្រៅឃើញទីក្រុងរបស់យើងហើយអាគារឆ្លងកាត់មួយហើយខ្ញុំក៏បាននឹកឃើញបទនេះមុនគេហ្មងបើសិនជាបានអូននៅជិនបងនឹងបានឆ្លើយឆ្លងសាសងសំដីនឹងបានយល់នៅទាំងចិនភក្តីបងសុំសំទាំងយប់ទាំងថ្ងៃចំពោះស្រីដោយក្តីស្នេហារៀមខានបានយល់ភាំងថ្លៃពេលនងហារិទេរីខ្លោចផ្សាសម័យឃើញភាំងជាងជុំនេត្រាចង់តែវិលមករកជីវ៉ាគ្រាន់អរារៀមបានទូស្បាមុនបានជួបគ្នាជួនជារដូវរងាមានចន្ទ្រាជាសាំងសេពេលអាត្រៀនអូនឃ្លាតឆ្ងាយឃ្លាតកាយពីបងទុនភ្លើងនាំនួនល្អងទៅហើយរៀមចោតែឯងចំបាញ់អត់ស្បាយក្នុងអរ៉ាតែផ្សែងហើលើអាកាំងជាសញ្ញាប្រាំថាចិននៅអាឡ័យឆ្នាំមិនប្រែប្រួលទេចិនស្ដែងនៅលើរូបភ្លើងនេះគឺអត់មានរបស់លក់ទេយ៉ាអញ្ចឹងជាបទពិសោធន៍មួយប្រាប់អ្នកនរគ្នាគឺអត់មានអីលក់ទេនៅលើហ្នឹងអញ្ចឹងយើងគួរតែទិញរបស់ញ៉ាំមកពីក្រៅហើយដូចជាស្ដែងខ្ញុំព្រឹកមិញអញ្ចឹងខ្ញុំត្រូវមកមុនកន្លះម៉ោងទៅ1ម៉ោងដើម្បីយើងស្រេស្រង់ទិញកាហ្វេចូលទឹកអញ្ចឹងទៅបានយើងឡើងមកហើយនៅលើនេះគេមានខាងក្រោយបន្ទប់ទឹកមួយខាងមុខបន្ទប់ទឹកមួយ
មកតង់អញ្ចឹងទៅអញ្ចឹងយើងអាចទៅមុខក៏បានទៅក្រៅក៏បានដែរបន្ទប់ទឹកអញ្ចឹងសេរីប្រុសដូចគ្នាទេហើយទ្វារគេដាក់ឲ្យយើងបើកគាត់តែថាច់ទៅវាអូតូបើកយកតែម្ដងបង្ហាញពីអារម្មណ៍របស់ខ្ញុំទៅជាបាន1ម៉ោងហ្នឹងខ្ញុំមិនដឹងថាទៅមុខវាមិនទេប៉ុន្តែវាដូចតឡានដែរទេប៉ុន្តែវាខុសត្រង់មួយឡានពេលយើងជិះទៅវាមាន stop មានអីមានវ៉ាមានចែងអញ្ចឹងណាតែរំលឹកមានវ៉ាមានចែងទេវាទៅមួយទៅគេហៅ freedom គេហៅទៅយកមកអត់មានកន្លែងដែលថាបើយើងដាក់ set កោដៅនៅណាអីវាទៅនឹងមកអញ្ចឹងយ៉ាពីភ្នំពេញទៅកំពតគឺវាទៅអូតូមកតែបើយើងជិះឡានយកអារម្មណ៍យើងឈប់នេះឈប់នោះឈប់ទឹកអញ្ចឹងតែរំលឹកគឺវាខុសកន្លែងហ្នឹងគឺវាទៅរហូតទៅបីថាយឺតមែនតើយឺតក៏ដោយប៉ុន្តែវាតឹងរហូតអាហ្នឹងខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំជិះហើយខ្ញុំគិតថាអូខេជីវិតរបស់យើងក៏ចឹងដែរពេលដែលយើងជួបបញ្ហាយើងគួរតែមកជិះរំលឹកសារមើលទៅដើម្បីឲ្យដឹងពីអារម្មណ៍ហើយគេហៅទទួលបានអារម្មណ៍ថ្មីមួយទៀតហើយនឹងបំលែងនៃអារម្មណ៍នេះឲ្យយើងបានគិតច្រើនជាងមុនI guess I'll just wait till you get home. Yeah, គេមានលក់របស់ញ៉ាំនៅនឹងដែរមានផ្លែឈើមាននំខ្មែរនំអីចឹងទៅមានពោតអីចឹងទៅអញ្ចឹងយើងជិះ2ម៉ោងបានមកដល់តាកែវហើយយើងឈប់តែញ៉ាំធម្មតាហើយយើងមកតដំណើរទៅមុខទៀតឥឡូវចាប់ដើមចេញតទៅទៀតហើយអញ្ចឹងចំណាយពេលប្រហែលជា15នាទីក្នុងការចុះបន្ទប់ទឹកឬក៏ទិញអីចឹងអូខេ yes ចំណតទី1ហើយនឹងចំណតទី2ខ្ញុំអត់ដឹងនៅណាទេយើងនឹងចាំមើលដល់គ្នាឥឡូវដល់ស្ថានីយ៍រថភ្លើងនៅកំពតហើយយើងនឹងទៅចាំមកយកដល់នេះកន្លែងនេះស្អាតមែនតើពេលយើងឈប់មកឃើញអីគេមានដើមដូងនៅពេលក្រោយហើយយើង feel ថាអូខេកំពតខុសគេពេលយើងឈប់កន្លែងផ្សេងមានដើមដូងចឹងឯងចឹងមានតាកែវមានកែបឥឡូវដល់កំពតហើយចឹង station ទី4គឺនៅកំពតហើយដល់កន្លែងដែលឈប់មែនតើទីបំផុតខ្ញុំក៏បានមកដល់ខេត្តកំពតអូខេបាទអ្នកមកយកបាទអ្នកកំពតបាទអូខេតើយើងទៅ Let's go គឺដល់កន្លែងជួលម៉ូតូហើយនេះហើយនៅមុខ AB បាទអានេះ1.8រៀលអានេះ1.15រៀល PG1 បាទខ្ញុំយក8រៀលហើយអត់មានលុយថ្ងៃលុយពីគាត់អីគេដាក់10រៀល10រៀលឃើញមានបានថតបានជួយសបផ្សាយឲ្យចោះឲ្យយ៉ាងមក អូខេ10រៀលអញ្ចឹងអរគុណបានមុខមួយទៀតយើងសប្បាយច្រើនតែទៅខ្ញុំមកនេះគឺមកធ្វើការទេប៉ុន្តែគាត់ថា yes ខ្ញុំធ្វើវីដេអូដើម្បីចែករំលែកដល់បងប្អូនអរគ្នាទីតាំងថ្មីហើយពីបទពិសោធន៍ក្នុងការធ្វើការឬក៏ដើរលេងអញ្ចឹងទៅហើយកន្លែងមួយនេះគឺជាកន្លែងមួយដែលខ្ញុំថតហើយអូខេវាធ្វើខ្ញុំចូលចិត្តនៅកន្លែងហ្នឹងហើយខ្ញុំក៏ធ្វើវីដេអូទុកជាអនុស្សាវរីយ៍និងចែករំលែកទៅ
ឥឡូវ yes ម៉ោងយើងជិះមកតាមពីភ្នំពេញមកម៉ោង7ជិះរថភ្លើងមកឥឡូវដល់ homestay នៅនេះរៀងជិះមួយផ្លែតមកពីក្រុងយើងឥឡូវដល់ម៉ោង 12:26 អញ្ចឹងវា solo trip and អានេះខ្ញុំមកធ្វើការឲ្យបងទេហើយមកដើរលេងផងអញ្ចឹងហើយខ្ញុំក៏ធ្វើវីដេអូឲ្យអ្នកនរគ្នាមើលហ្មងទៅដំណើរកម្សាន្ត solo trip របស់ខ្ញុំបូកជាមួយនឹងការងារថតដោយសារខ្ញុំអ្នកថតអញ្ចឹង yes ទៅណាក៏ថតដែរហើយខ្ញុំពេលដែលចូលមកអានេះប្រភេទ one bedroom បែប homestay អញ្ចឹងមានខាងក្រៅកន្លែងញ៉ាំអីដាក់តុដាក់អីអញ្ចឹងទៅពេលយប់ហើយមានទូទឹកកកមានអីមកកាផ្លេមានទូកៅអៅទូចានឆ្នាំងអីចឹងខ្ញុំដាក់ biro ឲ្យអ្នកគ្នាមើលហើយមានបន្ទប់ទឹកមួយចាំចូលទៅមើលដល់គ្នាគេថាជាការចែកម្លែកដល់បងប្អូនអ្នកគ្នាពេលទៅដើរលេងចឹង solo trip តែនេះវាប្រភេទគ្រួសារបើសិនជាស្ដាយបើមានគ្រួសារនាំគ្រួសារមកបាទទៅកន្លែងខ្ញុំថតនេះខ្ញុំមកថតឲ្យបង2 ដងហើយលើកនេះទី2ដែលខ្ញុំបានថតហើយដោយសារតែចង់ធ្វើវីដេអូទុកជាអនុស្សាវរីយ៍ហើយក៏ឃើញកន្លែងស្អាត recommend ឲ្យបងប្អូនអ្នកគ្នាដែរចង់រកកន្លែងថ្មីកន្លែងគាត់អត់ទាន់បើកទេតែបើកអញ្ចឹងទៅបែប homestay អញ្ចឹងមកជាគ្រួសារអញ្ចឹងទៅនេះមកតែឯងដោយសារតែវាអត់មានគ្នាហើយខ្ញុំមកធ្វើការផងអញ្ចឹងខាងមុខមានកន្លែងគេហៅផែអង្គុយអញ្ចឹងមានតុមានអីដាក់កៅអីទៅនឹងមកអនាគតកាលនឹងមានទៅមុខទៀតថ្ងៃមុនខ្ញុំថតនៅមុខនឹងដែរតែឥឡូវថ្ងៃលិចនៅខាងនោះហើយមានប្រែកមានអីមានម៉ូតូទឹកម៉ូតូអីជិះកាត់នឹងអញ្ចឹងទៅមកទៅលើវាយខេតទីគាត់បកវិញហ្នឹងបកវិញហ៎បាទបកមកសួរយើងណាបកចឹងដល់ទៅវិញអូដល់ទៅហ្នឹងជិលទីទៅក្នុងនិយាយទៅបន្ទាប់ពីខ្ញុំបានធ្វើការរយៈពេល1ថ្ងៃតាំងពីម៉ោង 2:10 មករហូតដល់ល្ងាចហ្នឹងហើយបានមកឈរលេងជាមួយពូមីងឲ្យគាត់អ្នកមើលថែផ្ទះនៅ homestay ហ្នឹងហើយខ្ញុំបានប្រាប់គាត់ថាបើនៅហ្នឹងដឹងអែមបណ្ណា fresh រាល់ថ្ងៃហ្មងហើយបានសួរពីជីវិតដែលរស់នៅទីហ្នឹងគឺគាត់ថាមានអីនៅហ្នឹង the best ដែរតាលយហើយខាងក្រោយប្រៃខាងក្រោយហ្នឹងអាចមើលឃើញទេសភាពដ៏ស្អាតហើយមានភេច្រើនគាត់ថាមានម៉ូតូទឹកច្រើនជាងគេហើយបន្ទាប់មកមានកាយ៉ាក់មានទូកដែលគេបើកមើលទេសភាពពេលល្ងាចនិងពេលព្រឹកអញ្ចឹងទៅហើយខ្ញុំក៏សួរគាត់ថាចុះបើយើងចង់ជិះគាត់គ្រប់គ្រងឲ្យអត់ហើយគាត់ថាបើចង់ជិះគាត់ទៅប្រាប់ខាង homestay ទៅគេរៀបចំឲ្យតាក់ទងនឹងម៉ូតូទឹកកាយ៉ាក់កណូតឬក៏ម៉ូតូលើគោកអីក៏បានដែរយើងអាចជិះទៅខេត្តទៅភ្នំបូកគោអញ្ចឹងណាហើយខ្ញុំស្អែកខ្ញុំមាន plan ទៅភ្នំបូកគោដែរអញ្ចឹង yes let's seeខ្ញុំនាំបងប្អូនអ្នកគ្នាទៅមើលបន្ទប់ដែលខ្ញុំកេងអ្នកនរគ្នាហើយនឹងបន្ទប់2ទៀតអញ្ចឹងបន្ទប់ទី1ដែលខ្ញុំកេងហ្នឹងជាប្រភេទគេហៅ Grey 1 one bedroom អញ្ចឹងខាងក្រៅនេះខ្ញុំកេងយប់នឹងឯង so I'm sleep here tonight so អានោះជាបន្ទប់របស់ខ្ញុំកេងមិញហើយពេលដែលយើងដើរមកទៅត្រង់គឺយើងដល់កន្លែងផែអង្គុយមើលថ្ងៃលិចអីចឹងទៅហើយនេះជាបន្ទប់មួយទៀតដែលខ្ញុំត្រូវចូលឲ្យអ្នកគ្នាមើលអូខេ so ដល់ស្បែកជើងមួយបន្ទប់នេះគេមានសាឡុងមានអីនៅពីក្រៅអញ្ចឹងណាហើយមានបន្ទប់កេង2ហើយបន្ទប់ទឹកនៅខាងនេះ2
chẳng những tầm tập tắc sân here tập tắc okay andยังจองมาtập này môn yes wow 40M nhẹ sạch chẳng hạn đi mình đôi nâng cái đó tại này cái miền ăn tật nơi cái and cho tập một tiệt những cây nhà nè mùi bán nhưng trong cây một bảy kia nè sợ cho chặt cây trong kia chẳng con câu này chẳng có cây nè mùi chẳng tay ăn tật lót về để dùng sụp vắng phật sụp vắng hết lót từ lẹ prong nó dùng bạc trầu bằng một tiếp and xuống cây một plant hai này cái chi bật tục trong cái hay miền bật tục cây bấy hay miền tẹp bài xã mà tẹn để lại tẹp bài nâng nhom cho chật lại nâng hay mơ tới khi hàng cái từng ở mỏ hay cái design màu xã mình tẹn miền sờ long miền từ tô mơ trong cái này chẳng từ nhân dừng đã từ một tiết này tẹp bài nhom cho chật chính cây ok anh ấy cái chọn vào bàn ăn đấy ai thọ được trong cái này bán chít anh trắng này hay nó bật tục một tiết dừng châu từ mơ thì tới nói kênh bị nẹt bán hay miền bụi thông mình đây những ảnh mở cái bán hay dưỡng cho tới bật tục mỗi tiết bật tục này cứ chụp khnia mỏng toàn một khnia chẳng những bảo tới miền bật tục mỗi tiết hay miền bây qua sẽ điện khnia là ảnh miền tu đặc ai miền này mà có play rồi thì mình đón hay bạn cho tới bật tục mỗi tiết miền kè mùi đáy hay miền tu ấy đổi khnia đáy hay bảo bụi tới lột tắc các bạn này vậy lên nha bạn bắt bạn này bụi năng ok sau hàng cái mới khơi lại cái ngút tắcคือăn tắc này hiện đã tới cái tới tập tắc nó miền pì trong tập tắc cái cứ nâng cái dương ai chờ cho bán mà rẫy hay hay dương bạn phía tới cái bán từ lột tắc tại mặt đòn sau lờiเป็ดngàyเป็ดปรักไว้ไงจังเมียนปนังไงข้างกลางเมียนประตบกลายหยำใบหายนู้ยมเนติดหายเนติดโอเคจังเลยเป็ดปรักไว้เป็ดปรักคือเมียนแต่สเปียแต่แบบนั้นโซอันนี้จีประลองมวยได้ยังตกจอกจีกะยะจีเตาตักจังแต่ดันเลิฟนมโบโก้หายกระไรมวยได้เกิดเติบแต่การ์ดกระไรพากาแฟหายแต่สปีชอันมันแต่ใบยังเจเนเรต AI ได้ด้วยยมจังทอเตอร์ซีคเนียมแต่มีเรื่องนู้นยังสได้เหมือนแต่ AI มันต้องยังเจเนเรตคอร์ดได้เจเนเรตได้เจนใจเว้นเหมือนเจนสองxa chứ bởi trên song xa lôi rồi hay cột bậc cải riêng mà đấy trái chứ đâu mà nhom thế
ដល់លើកំពូលភ្នំបូកូហើយទីតាំងមួយនេះបងប្អូនក៏ជាស្គាល់ហើយថាទីតាំងហ្នឹងអីគេចាស់ស្ដែងទៅនេះគឺជាកាស៊ីណូចាស់កាលពីមុនអញ្ចឹងណាហើយខ្ញុំរៀបកំណត់ដល់បងប្អូនអរគ្នាមកលេងកន្លែងនេះដើម្បីសិក្សាស្វែងយល់ពីរឿងរ៉ាវដែលបានកើតឡើងនៅកន្លែងនេះដើម្បីធ្វើជាបទពិសោធន៍ឬក៏ចំណេះដឹងទៅថ្ងៃក្រោយទៀតពេលដែលយើងមើលទៅកន្លែងដែលចាស់ហើយយើងសិក្សាស្វែងយល់មួយអីចឹងទៅហើយខ្ញុំស្រឡាញ់ប្លង់នេះមែនតើដោយសារតែខ្ញុំដាក់ 9mm ទៅគឺវាវាយល្អមែនតើអូខេចឹងវីដេអូមួយនេះចិត្តចប់ហើយហើយជាឆែបើខ្ញុំទេបញ្ជាក់ម្ដងទៀតចែកចដូនហើយខ្ញុំរៀបកំណត់ដល់បងប្អូនអរគ្នាទៅកន្លែងថ្មីកន្លែងដែលបងប្អូនចង់ទៅពេលខ្លះកន្លែងមួយនោះគឺជាកន្លែងដែលល្អសម្រាប់បងប្អូនហើយវា relate ជាមួយជីវិតរបស់បងប្អូនក៏ថាបានព្រោះថាកន្លែងនីមួយវាតែងតែមានរឿងរ៉ាវតាមរយៈការរស់នៅកន្លែងហ្នឹងតាមរយៈស្ថាបត្យកម្មកន្លែងហ្នឹងតាមរយៈទឹកតាមផ្សេងនៅកន្លែងហ្នឹងអញ្ចឹងបងប្អូនទៅកន្លែងថ្មីកាន់តែច្រើនគឺកាន់តែល្អអានេះពីខ្ញុំណាអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនអ្នកគ្នាដែលបានបន្តការមើលរហូតដល់ចប់ Yes thank you see you in next video bye bye សូមជម្រាបលា